you don't. When you miss me, just look at the moon. At the moon. 'Cause every day, whenever you need Hit me, baby. Ôm em lưu ở trái hái ôm tê. Anh em nhớ mê. Yeah, Có anh yeah. mới thay khuôn ai bàn tay bê tay nơi trái chiềuก็เดินท้าสไนมุยนี่เวทมเตปปันนาយើងបែកគ្នាដោយសារពួកយើងមកធ្វើការដើម្បីក្រពះតែកំពុងត្រូវការអាហារពួកយើងទាំងពីរកំពុងតស៊ូហើយមិនយូរទៀតទេប៉ុននឹងបានជួបស្រស់ពុំគ្នាវិលតែមានតែភូមិវិញតែឯប្រទេសកម្ពុជាចាំយើងជួបជុំបងប្អូនជាមួយមិត្តភក្តិទាំងអស់គ្នាហើយគ្រាន់តែគិតក៏បងសប្បាយខិតខំធ្វើការ from morning until night ប៉ុនឲ្យតែដល់ថ្ងៃហោះហើរត្រឡប់វិញព្រោះតែជាបងគង់បំតែទុកម្ដេចចិត្តចង់តែជួបស្រស់ពិសេសនៅកាយវិការមញ៉េមញ៉ោអូនណាថ្លៃអូននៅទីនោះសុខសប្បាយជាទេអីមើលថៃខ្លួនផងកុំឲ្យឈឺណាចរណៃឆ្ងាយតែកាយតែចិត្តបងនៅចដូន When you miss me just look at the moon Cause I'll be there whenever you need me baby អូនមានលឺបើសាហាវអត់ទេកុំបារម្ភភ្លេចខាងអីមានមេបងក៏អាចមើលថែខ្លួនឯងបានដែរពេលដែលនៅឆ្ងាយជីវ៉ាស្នេហាក៏ដឹងថាអូនក៏កំពុងតែនឹកបងដូចគ្នាអូនក៏ដឹងថាស្នេហ៍មួយនេះវាធំធេងក៏ប៉ុណ្ណាយើងបែកគ្នាដោយសារពួកយើងមកធ្វើការដើម្បីក្រុមអ្នកដែលកំពុងត្រូវការអាហារបញ្យូរទាំងពីរកំពុងតស៊ូហើយមិនយូរទៀតទេប៉ុននៅបានជួបស្រស់ពុំងាយវិលមកពីតភូមិវិញនៅឯប្រទេសកម្ពុជាចាំទៅជួបជុំបងប្អូនជាមួយមិត្តភក្តិទាំងអស់គ្នាហើយគ្រាន់តែគិតក៏មកសប្បាយខិតខំធ្វើការ from morning until night ប៉ុនឲ្យតែដល់ថ្ងៃហោះហើរត្រឡប់វិញព្រោះតែចិត្តបងកំពុងតែទុំម្ដេចចិត្តចង់តែជួបស្រស់ពិសេសនៅកាយវិការមញ៉េមញ៉ោអូនណាថ្លៃអូននៅទីនោះសុខសប្បាយជាទេអីមើលថែខ្លួនផងកុំឲ្យឈឺណាចរណៃជាតែកាយតែចិត្តបងតែចរណ When you miss me just look at the moon Cause I'll be there whenever you need me baby អូនមានលឺបើស្រែហៅអូនទេកុំបារម្ភភ្លេចខ្លាំងអីមានមេបងក៏អាចមើលថែខ្លួនឯងបានដែរពេលដែលនៅឆ្ងាយជីវ៉ាស្នេហាក៏ដឹងថាអូនក៏កំពុងតែនឹកបងដូចគ្នា If you really miss somebody, put your hands up. If you really miss somebody, Put your hands up. If you really miss somebody, put your Hands hands up, up, hands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  up. If you really miss somebody, put your hands up. If you really miss somebody, put your hands up. If you really miss somebody, put your hands up,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  hands up. អើយអើយ ឃ្លាតតែកាយ ខ្ញុំមិនឃ្លាតចង់ជ្រៀនណាយើងអានតែឃ្លាតតែកាយតែចិត្តបងនៅនឹកអូនចាអូជំរាបសួរចា ជួបឆ្នាំនេះបាទកំមុំកំឡោះអស់ហើយ អូយចាស្អាតស្អាតមែនតើចាជាតាស្អាតខ្លាំងហ្មងចាពីក្មេងក៏ស្អាតដល់ពេលយើងធំឡើងពេញគេថាពេញរូបពេញរាងរឹតតែស្អាត បាទ ចា ជាតាក៏ដូចជាលីគង់បាទឥឡូវនេះពូមានបាទជាមួយនឹងពុកគ្រីស្វេតបាទជូនម្នាក់មួយដបក៏ដូចជាមួយកំប៉ុងផងដែរណាអាចញ៉ាំបានបាទញ៉ាំមើលបាទជុំគេថាជួយបំពេញជាតិទឹកនៅក្នុងរាងកាយព្រោះឥឡូវដូចឃើញរៀង ពេញរូបពេញរាងចា
ពេញរូប អ ពេ ត់ ញ ទេ រៀង សា ទៅរៀងស្លុក គេ បាទ គួងហាត់ប្រានច្រើន ខ្ញុំ ចា ណាមួយខ្ញុំធ្វើជំនាញធ្វើអីច្រើន អូ បាទ ចា ហើយខ្ញុំរៀនផងឯផងប៉ុន្តែ ហ្នឹងហើយ ចា ខ្ញុំញ៉ាំ Pocari Sweat ចានៅពេលដែលយើងរៀនក៏ដូចជាយើងធ្វើចម្រៀងធ្វើអីក៏យើងគិតដែរយើងគិតទៅក៏លេខកណ្ដាស់ហួតស្បែកអញ្ចឹងក៏អាចបាត់បង់ជាតិទឹកចាយើងអាចញ៉ាំ Pocari Sweat បានដូចជីតាអាសាហាត់ប្រាណណាមើលទៅចា ខ្ញុំអាសាលេងកីឡា ចាហ្នឹងហើយព្រោះអីតាមបងឃើញតាមFacebook អីអញ្ចឹងណាឃើញព័ត៌មានអីឃើញមានមុខជាតាមិនព័ត៌មានអីក៏អីណាចាខាងកីឡាចាឃើញបងអូនស្រីចាអូបងអូនស្រីទៀតឡើងណាចា មុនបងឃើញមីស ឃើញក្មួយស្រីចាទៅគ្រប់គ្រងក៏ដូចជាលេងកីឡាចាវាយសីចាឃើញច្រើនចា អរគុណមិនដែររសជាតិនេះឆ្ងាញ់ បាទឆ្ងាញ់ហើយយើងញ៉ាំទៅស្រស់ស្រាយមានអារម្មណ៍ថាយើងដូច បំពេញចិត្តទឹកឲ្យបានល្អចា ទឹកដល់ ចា ពេលដាក់ហើយដូចមានទឹក គេហៅ rehydrate អារម្មណ៍អញ្ចឹងណាដោយកម្មវិធីរបស់យើងអញ្ចឹងហេតុអីកម្មវិធីរបស់យើងគេដាក់ Pocari Sweat rehydrate ចា music គឺ rehydrate នេះគឺបាត់តែស្រស់ស្រាយចាធ្វើឲ្យរបស់យើងមានអារម្មណ៍ថា relax តែម្ដងចា បាទអរគុណហើយពូសូមប្រាប់ណាបាទសម្រាប់ Pocari Sweat របស់យើងឥឡូវនេះគឺយើងនាំចូលមកពីប្រទេសឥណ្ឌូនេស៊ីបាទដែលយើងមានរោងចក្រនៅទីហ្នឹងបាទអញ្ចឹងសម្រាប់បងប្អូនក៏ដូចជាក្មួយៗអាចគ្រប់គ្រងបន្តទៀតបាទកុំមានការសង្ស័យឬមួយក៏គេថាគិតអីថាគិតថាយើងនាំមកពីប្រទេសថៃអីទៀតគឺអ ចា ត់ទេ ព្រោះអីពួកយើងពហិការទាំងអស់គ្នាមិនថាក្រុមហ៊ុនក៏ដូចជាយើងទាំងអស់គ្នាទេគឺពហិការជាមួយនឹងផលិតផលរបស់ផ្ទះលេខ2 បាទ ចា អរគុណច្រើនក្នុងនាមក្មួយទាំងពីរបាទគឺជាយុវវ័យបាទតើមានពាក្យពេចន៍អីសម្រាប់ការផ្ដាំផ្ញើទៅកាន់បងប្អូនក៏ដូចជាមិត្តយុវវ័យបាទដូចគ្នាដែលមួយចំនួនតូចបាទដែលគាត់ដើរផ្លូវខុសដូចជាការសេពគ្រឿងញៀនឬមួយក៏ប្រព្រឹត្តខុសអីផ្សេងៗដែលខុសពីច្បាប់ក្នុងប្រទេសរបស់យើងសូមអញ្ជើញ បាទសម្រាប់ខ្ញុំគឺអត់មានអីច្រើនកាលពីសូមជូនពរឲ្យបងប្អូនពុំមានទាំងអស់គ្នាក៏ដូចជាបងប្អូនទាំងអស់គ្នាមានសុខភាពល្អសំណាងល្អហើយជាពិសេសគឺយុវជនយើងត្រូវជាឆ្ងាយពីគ្រឿងញៀនកុំឲ្យគិតខុសមួយពេលតាមគ្នាមួយពេលជាពិសេសការសេពគប់មិត្តភ័ក្តិគឺត្រូវតែប្រុងប្រយ័ត្នព្រោះអីមិត្តភ័ក្តិក៏ជាកត្តាមួយដែលអាចនាំពួកគាត់ទៅរកផ្លូវមិនល្អដែរអញ្ចឹងគួរតែគិតមុននឹងរាប់អាននរណាម្នាក់ហើយជាពិសេសពុកម៉ែសំទោសបាទគឺយុវជនយើងត្រូវតែជៀសឲ្យបានពីគ្រឿងញៀនព្រោះអីវាបំផ្លាញអនាគតយើងខ្លាំង ត្រឹមត្រូវបាទអរគុណបាទចិត្តតា អរគុណចិត្តតាចាមានអីបន្ថែមក្មួយ ចាសម្រាប់នាងខ្ញុំតាក់ទងជាមួយនឹងយុវជនសម័យឥឡូវផងដែរមានតែពាក្យមួយថាឲ្យគាត់ជៀសផុតឲ្យឆ្ងាយពីគ្រឿងញៀនហើយអាចថាងាកមកលេងជាមួយនឹងកីឡាវិញព្រោះអីកីឡាមិនត្រឹមតែធ្វើឲ្យយើងមានទាំងសុខភាពល្អរឹងមាំហើយនឹងផ្លូវចិត្តក៏រឹងមាំដូចគ្នាជាពិសេសយើងជាធនធានមួយសម្រាប់សង្គមចា ត្រឹមត្រូវបាទអរគុណនៃពូជូនពរនៅទាំងពីរមានសុខភាពល្អជាពិសេសជោគជ័យកាន់តែខ្លាំងជាបន្តទៀតនៅក្នុងវិថីសិល្បៈរបស់យើងហើយមានអីដែលជារឿងល្អបាទសម្រាប់ការចែករំលែកទៅកាន់បងប្អូនរបស់យើងផងដែរណាអរគុណច្រើនអាចជួយសម្រាប់សិស្ស អរគុណសម្រាប់បានចាអរគុណច្រើនចាអរគុណចាអរគុណទៅដល់ប្រិមត្តទូរទស្សនិកជនឥឡូវនេះវគ្គនេះគឺយើងនឹងជួបជាមួយតារាចម្រៀងមួយដួងទៀតអូយខ្ជូត